នេះសួនសត្វនៅខាងកំពង់សោមហើយនៅក្នុងនោះមានសត្វច្រើនមែនតើខ្ញុំថតបានដូចជាសត្វខ្លាដែលខ្ញុំកំពុងបង្ហាញហើយមានមួយទៀតសត្វអណ្ដើកនេះអាយុកាលនេះចូលជាតាខ្ញុំហ៎80ឆ្នាំជាងហើយអណ្ដើកនេះប្រហែលជាគេហៅអណ្ដើកព្រិចអាហ្នឹងនៅលើភ្នំអីចឹងណាហើយតមកយើងមានឃើញសេកជាច្រើនប្រភេទម៉ាខាវមានអាម៉ាស៊ូននេះអាម៉ាស៊ូនហើយមានច្រើនបើនិយាយទៅមួយត្រង់នេះសេកមានទូចធំបើថាទូចវិញច្រើនមែនតើតែថតតាធំគេតួឯកឥឡូវយើងមកដាក់ចំណីឲ្យសត្វកេងកងវីដេអូមុនគេហៅខ្ញុំមិនហៅកេងកងហៅបឹងកេងកងតាមពិតគ្នាសត្វកេងកងសោះហើយបើថាចំណែនឃើញយើងដើរលេងថតអាផ្សេងដើរតាមរហូតតតែបានដាក់ចំណីឲ្យបានគេសុខចិត្តហើយបនេះពណ៌សនេះគេជះរៀងសង្ហានិយាយថាពេលគេស្រែកក្បាលគេនោះបើកអូស្អាតហើយសម្រាប់អ្នកស្រឡាញ់សត្វវិញណានិយាយពីថាឃើញចេះអីវិញជួជ្រើមដូចខ្ញុំជាដើមតោះមកមើលសម្រស់ប្រភេទសត្វ KK តម្លៃនិយាយពីថាអូយ 3-4,000 ឡើងហើយបើថាអាខៀវនេះវិញ$30,000តាមពិតទៅអត់ចង់ជឿទេណាតែនេះម្ចាស់គេហៅថាអ្នកថែនៅនឹងគេប្រាប់ថាតម្លៃប៉ុណ្ណឹងយើងនិយាយតាមគេដែរមានចាប់ពី$3,000ឡើងទៅគ្រាន់តែចូលមកដល់ភ្លាមស្វាគមន៍ចែកឲ្យគាត់មកមួយខ្ញុំគេខំញញមានអីលាត់ស្បែកមែនតែនសំបីតែខ្ញុំលោកដៃចោះឡើងគេចង់ភ័យចង់ខ្លាចទៅពេលងឯចោះងឯឡើងគេស្វាមគេស្រួលអារម្មណ៍គេបានសុខចិត្តចាប់ដៃមួយយើងហើយចាប់ដៃមួយចាប់ដៃឲ្យមើលមុខទៀតណាមិនមែនលេងសើចណាខ្ញុំឃើញអញ្ចឹងណាតែនិយាយពីថាមកត្រង់វិញណាមានតែមួយហ្នឹងឯងដែលរាក់ទាក់ជាងគេហើយសាំងមួយមនុស្សតែនិយាយទៅគេសាំងទាំងអស់ហ្នឹងមួយម្ចាស់គេតែយើងអ្នកដតីគេអត់សូវសាំងមួយទេតែមួយនេះទេដែលរៀងស្វាគមន៍យើងជានិច្ចឯចោះឯឡើងបន្លំខំផងអីផងតែលួងតតបានហើយនេះប្រភេទម៉ាខាវនេះដូចជាចាប់ពីតម្លៃ2-3,000អីដែរឡើងទៅហើយបើតួក្រហមនេះឃើញម្ចាស់ដូចជាបងអុកញ៉ាទៀងវិចិត្រគាត់ឲ្យរំធ្លាប់ឃើញវីដេអូរំដែរអាពណ៌ក្រហមហ្នឹងតិចថាយើងឲ្យទៅរំអី no ហើយនេះបានតែម្ចាស់គេបញ្ជាឲ្យហើយបើនេះវិញបេះផ្លែចេកយកទៅឲ្យមានណាចឹកសាច់ក្បាត់ចោលខំសបកលេងស៊ីសបកនេះចម្លែកដល់ហើយបន្ទាប់មកយើងមកលេងក្បាលនេះវិញធ្វើសរសៃឲ្យគេធ្វើតាមស្រួលហ្នឹងចឹកលើតែមានអីធ្វើសរសៃទៅល្អដែរតាគេស្រួលគេព្រឺសបោខ្ញាក់ហើយវីដេអូនេះមានតែប៉ុណ្្នឹងទេព្រោះអីវាវែងពេកតែខ្ញុំកាត់ខ្លះមើលតែប៉ុណ្្នឹងបានហើយបងប្អូនយើងចែកគ្នាមើលណាអរគុណច្រើនបងប្អូនសម្រាប់ពេលវេលាដ៏មានតម្លៃមកមើលវីដេអូរបស់ខ្ញុំនេះយើងរៀន record ដែរណាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ